ในขนมวิดีโอนี้ขยมหนึ่งใจดำเลยเคลียร์พิสางเลยมาจำนวนแต่ยังอาจปลาในขนมหางบานในขนมหางลุสเลียมเปะเจอดอระเวียงเนี่ยเต้นให้เนี่ยลุแล้วดอยังเนี่ยเต้นยังด่าtới hơiยังหาเงินทองได้chẳngยังเราเมื่อเอาบรอchẳngเอาบรอnơi nàoยังอัดดังchẳngยังสู้เนี่ยลุchẳngยังai vậy thá excuse me can you help me excuse me can you help me មានន័យថាអត់ទោះតើអ្នកអាចជួយខ្ញុំតិចបានអត់អញ្ចឹងយើងសួរអីមួយអញ្ចឹងណាអញ្ចឹងអ្នកលក់គាត់អាចថា of course what can I help you with what can I help you with ប៉ុន្តែបានអត់អីទេតើខ្ញុំអាចជួយអ្វីបានដែរមិនថាតើអ្នកកំពុងមើលអីរកអីដែរអញ្ចឹងណាអញ្ចឹងអ្នកទិញគាត់ថា I'm looking for men's shirts I'm looking for men's shirts មានន័យថាខ្ញុំកំពុងស្វែងរកមើលអាវបរោះអូខេអាវបរោះអញ្ចឹង men's shirts អាវបរោះណាអញ្ចឹង looking for ហ្នឹងគឺស្វែងរករកមើលឬមើលក៏ស្វែងរកណាអញ្ចឹង I'm looking for men's shirts មានន័យថាខ្ញុំកំពុងតែរកមើលអាវបរោះនេះនឹងវានៅកន្លែងណាអញ្ចឹងណាយើងដើម្បីឲ្យអ្នកលក់គាត់ជូនយើងទៅមើលค่ะអញ្ចឹងនេះជារបៀបមួយដែលយើងអាចសួរស្នើសុំការជួយពីអ្នកលក់ណាហើយអ្នកលក់គាត់ផ្ដល់ការជួយហ្នឹងមកឲ្យយើងដែរអូខេអង់គ្លេសយើងហៅថា getting help and giving help មានន័យថាទទួលយកការជួយហើយនឹងការផ្ដល់ជំនួយឬការផ្ដល់ការជួយយ៉ាងទៅអូខេមួយទៀតយើងអាចអ្នកលក់គាត់អាចសួរយើងមុនតែពេលដែលគាត់ឃើញយើងដើរមើលនេះមើលនោះមើលទៅឆ្ងល់អីបែបកំពុងអីទៅដឹងអញ្ចឹងគាត់ក៏ចូលមកសួរយើងអញ្ចឹងគាត់អាចនិយាយមកកាន់យើងថា Can I help you Can I help you មានន័យថាតើអ្នករកមើលអ្វីដែរបើបកតាមហ្នឹងយើងថាតើខ្ញុំអាចជួយអ្នកបានអត់ប៉ុន្តែ clear ហ្នឹងបើខ្មែរយើងអាចបកថាតើបងឬមកប្អូនមីងពូរកអីដែរអញ្ចឹងណារកមើលអីដែរអញ្ចឹងអញ្ចឹងយើងអាចឆ្លើយទៅណាបើគេសួរថា Can I help you ហើយទៅយើងអាចនិយាយថាអ្នកទិញណាយើងអ្នកទិញយើងអាចនិយាយថា Yes please I'm looking for men's shirts បាទឬចាស់អញ្ចឹងទៅណាខ្ញុំកំពុងតែស្វែងរកមើលអាវបរោះអញ្ចឹងទៅណាអញ្ចឹងពីរបៀបនេះយើងអាចប្រើប្រាស់បាននៅក្នុងហាងលក់សម្លៀកបំពាក់ក្នុងករណីដែលយើងចូលទៅហាងលក់សម្លៀកបំពាក់ហើយយើងចង់ប្រើប្រាស់ជាភាសាអង់គ្លេសអូខេអញ្ចឹងសង្ឃឹមថាប្រហែល clear នេះជាភាសាអង់គ្លេសអាចឲ្យគ្នាយើងយល់បន្ថែមពីរបៀបសន្ទនារបៀបនិយាយនៅក្នុងហាងលក់សម្លៀកបំពាក់ That's it so we'll see you in the next video bye bye I think I like her I think I like her ខ្ញុំគិតថាខ្ញុំចូលចិត្តនាងអញ្ចឹងនៅពេលដែលយើងចង់និយាយថាខ្ញុំគិតថា I think ខ្ញុំចូលចិត្តនាងអញ្ចឹងទៅឧទាហរណ៍ណាអញ្ចឹង I think I like her ខ្ញុំគិតថាខ្ញុំចូលចិត្តនាងអូខេប៉ុន្តែនៅពេលដែលយើងចង់បដិសេធវិញខ្ញុំគិតថាខ្ញុំមិនចូលចិត្តនាងទេអញ្ចឹងយើងគួរនិយាយបែបម៉េច I think I don't like her យើងអត់និយាយអញ្ចឹងទេណា clear ហ្នឹងអត់ត្រឹមត្រូវទេពេលដែលយើងចង់បដិសេធយើងបដិសេធកន្លែង think អូខេយើងនិយាយថា I don't think I like her មានន័យថាខ្ញុំគិតថាខ្ញុំមិនចូលចិត្តនាងទេបើបកតាមហ្នឹងយើងបកថាខ្ញុំមិនគិតថាខ្ញុំចូលចិត្តនាងទេអញ្ចឹងនៅពេលដែល I think នៅពេលដែលពាក្យ think ពេលដែលបដិសេធគឺយើងបដិសេធកន្លែង think អូខេ I think I like her ខ្ញុំគិតថាខ្ញុំចូលចិត្តនាងដល់ពេលបដិសេធI don't think I like her ខ្ញុំគិតថាខ្ញុំមិនចូលចិត្តនាងអញ្ចឹងបដិសេធនៅកន្លែង think អូខេ I don't think I think I don't think ហើយនៅខាងក្រោយគឺធម្មតាអូខេយ៉ាកុំឲ្យគ្នាយើងច្រឡំណាឧទាហរណ៍មួយទៀត I think you should study science ខ្ញុំគិតថាអ្នកគួរតែរៀនមុខវិជ្ជាវិទ្យាសាស្ត្រឧទាហរណ៍ណាប៉ុន្តែបើខ្ញុំចង់និយាយថាខ្ញុំគិតថាអ្នកមិនគួររៀនមុខវិជ្ជាវិទ្យាសាស្ត្រទេអញ្ចឹងជាត្រឹមត្រូវគឺយើងនិយាយថា I don't think you should study science ខ្ញុំគិតថាអ្នកមិនគួររៀន
ភាសាមកជាសាស្ត្រទេអញ្ចឹងគ្នាយើងមួយចំនួនគាត់និយាយបដិសេធគាត់ទៅបដិសេធកន្លែងខាងក្រោយគាត់អាចបដិសេធថា I think you shouldn't study science អាហ្នឹងបើនិយាយទៅថាអត់ត្រូវទេណាតែយើងនិយាយភាសានិយាយយើងអាចស្ដាប់គ្នាយល់បានថាយើងចង់បានន័យថាម៉េចចឹងណាប៉ុន្តែបើថាឲ្យត្រឹមត្រូវទេថាអត់ត្រូវទេបើត្រឹមត្រូវគឺយើងមកបដិសេធកន្លែង think អូខេ I think ហើយនឹង I don't think អូខេកន្លែងហ្នឹងគឺកន្លែងបដិសេធណាជាងគ្នាយើងមួយចំនួនគាត់នៅច្រឡំអូខេអញ្ចឹងសង្ឃឹមថាបន្ទាប់ពីមើលវីដេអូនេះហើយគ្នាយើងយល់បានណាតើតើនឹងការបដិសេធ I think I don't think I think so I don't think so អូខេចឹងកន្លែងហ្នឹងទៅហើយប្រយោគខាងក្រោយគឺធម្មតាឧទាហរណ៍មិញ I think I like her I don't think I like her okay I think you should study science I don't think you should study science that's it for the video see you in the next one ពេលដែលយើងចង់និយាយថាខ្ញុំបានសម្រេចចិត្តថានឹងទៅសាលាអញ្ចឹងយើងអាចនិយាយថា I decided to go to school I decided to go to school អូខេប៉ុន្តែចំពោះបដិសេធបើសិនជាខ្ញុំចង់និយាយថាខ្ញុំសម្រេចចិត្តថានឹងមិនទៅសាលាទេអញ្ចឹងកន្លែងនេះយើងអាចនិយាយថា I decided not to go to school អូខេអញ្ចឹងកន្លែងនេះ decided not to go អូខេ not to go ចាអញ្ចឹងសម្រាប់ពាក្យ decide យើងបដិសេធនៅខាងក្រោយ decide ណាអូខេ decide not to do something សម្រាប់ចិត្តថាមិនធ្វើអ្វីមួយអូខេឧទាហរណ៍មិញគឺ I decided not to go to school ខ្ញុំបានសម្រេចចិត្តថាមិនទៅសាលាទេអូខេចាអ្នកខ្លះជនជាតិបរទេសខ្លះក៏គាត់អាចនិយាយថា I decided to not go to school អូខេ decided to not អូខេ to go to school អញ្ចឹងក៏អ្នកខ្លះគាត់ថាអត់ត្រូវប៉ុន្តែជនជាតិបរទេសមួយចំនួនគឺគាត់និយាយអញ្ចឹងដែរណាអញ្ចឹងអត់អីទេបើសិនជាយើងនិយាយបច្ច្រាស់គ្នាអញ្ចឹងណាមួយ decide not to go ហើយមួយទៀត decide to not go អូខេប៉ុន្តែខ្ញុំសម្រាប់ខ្ញុំទី1ប្រយោគទី1ខ្ញុំលើកទឹកចិត្តឲ្យប្រើណាវាទូទៅជាងណាគេប្រើទូទៅជាង I decided not to go to school ខ្ញុំសម្រេចចិត្តថានឹងមិនទៅសាលាទេអូខេឧទាហរណ៍ផ្សេងទៀតឧទាហរណ៍ថា I decided or he decided not to do homework គាត់សម្រេចចិត្តថានឹងមិនធ្វើកិច្ចការសាលាទេកិច្ចការសាលាដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះណា do homework អូខេwe decided not to cancel the plan ពួកយើងសម្រេចចិត្តថានឹងមិនលុបចោលគម្រោងទេលុបចោលផែនការទេអូខេអញ្ចឹងបដិសេធសម្រេចចិត្តថាមិនធ្វើអ្វីមួយយើងនិយាយថា decide ឬមកក៏ decided not to do something ដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងជួនកាលយើងលើកគេនិយាយថា decided to not do something អាហ្នឹងក៏អាចនិយាយបានដែរអូខេប៉ុន្តែដូចខ្ញុំបានបញ្ជាក់អញ្ចឹងខ្ញុំខ្ញុំលើកទឹកចិត្តឲ្យប្រើទី1ណា decided not to do something អូខេចឹងសង្ឃឹមថាគ្នាយើងយល់ក្នុងវីដេអូនេះហើយយើងអាចយកទៅនិយាយបង្កើតជាប្រយោគច្រើនថែមទៀតតាមដែលអ្វីដែលយើងអាចធ្វើបាន That's it Thank you